បាទជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះហើយថ្ងៃនេះដែរខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីរបៀបដាក់ admin ចូល page ដើម្បីការពារ page របស់យើងអញ្ចឹងណាបងប្អូនអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅអនុវត្តទាំងអស់គ្នាចាំតិចបងប្អូនចាំបងប្អូនចូលមក account Facebook យើងមកហើយយើងចុចចូលនៅកន្លែង profile របស់យើងនេះមកហើយបន្ទាប់មកទៀតយើងរមើល page របស់យើងមកយើងចង់ដាក់ admin ចូល page មួយណាខ្ញុំមាន page ច្រើនដែរចឹងខ្ញុំរើស page នេះចាហើយបន្ទាប់មកទៀតបងប្អូនចុចពាក្យ switch នេះមកចឹងយើងចូលដល់ page ហ្នឹងបងប្អូនណាហើយបន្ទាប់មកទៀតដើម្បីយើង add admin ចូលបានបងប្អូនអាចចុចកន្លែង profile នេះមកហើយបន្ទាប់មកទៀតបងប្អូនអាចចុចកន្លែងនេះសញ្ញាកងចាក់នេះក៏បានបងប្អូនចុចកន្លែង setting and privacy នេះក៏បានដែរគឺយើងចូលបានដូចគ្នាបងប្អូនណាហើយបន្ទាប់មកទៀតបងប្អូនចុចកន្លែងពាក្យ setting ហើយមកដល់ចំណុចនេះបងប្អូន scroll មកក្រោមមកយកកន្លែងពាក្យ page setup មកហើយយើងចូលដល់កន្លែងដែលយើងត្រូវ add admin ចូលហើយបងប្អូនរើសពាក្យ page asset នេះបងប្អូន page របស់ខ្ញុំមាន admin 2ហើយប៉ុន្តែខ្ញុំ add admin ចូលមួយទៀតដើម្បីជាឧទាហរណ៍បងប្អូនមើលបងប្អូនយកកន្លែងពាក្យ add new ហើយខាងក្រោមនេះបងប្អូនចុច next មកណាចុច next មកដល់ចំណុចនេះគឺយើង search រកឈ្មោះ search by name or username យើង search រកឈ្មោះ page ដែលយើងចង់យកមកធ្វើជា admin អធិស្ឋានឈ្មោះ account Facebook ដែលយើងចង់យកមកធ្វើជា admin page របស់យើងនេះអញ្ចឹងខ្ញុំ search រក account របស់ខ្ញុំសិនពេលខ្លះយើង search អត់ឃើញទេបងប្អូនណាតោះតែយក account ដែលយើងត្រូវ add មកយើងយកមក follow page របស់យើងអីឬក៏យក page search ឈ្មោះ account Facebook ដែលយើងត្រូវយកមក add នឹងសិនមកបានយើង search ឃើញយ៉ា Jasmine អត់តន់ឃើញទេខ្ញុំចូលទៅមើលឈ្មោះសិនឃើញដូចខ្ញុំសេឈ្មោះខុសខ្ញុំមាន note បងប្អូន note ឈ្មោះខ្ញុំសេឈ្មោះខុសJasmine នេះឃើញហើយបងប្អូនណានេះឈ្មោះ account របស់ខ្ញុំខ្ញុំត្រូវយកមកធ្វើ admin ហើយមកដល់ខាងចំណុចនេះបងប្អូនមើលកន្លែងនេះ allow this person to also have full control នេះយើងបើកវាមកណាបងប្អូនណាយើងបើកមកដើម្បីaccount Facebook ហ្នឹងមានសិទ្ធិដើម្បីគ្រប់គ្រងដើម្បី control page របស់យើងដែរអញ្ចឹងចុច give access មកដល់ចំណុចនេះគឺយើងត្រូវបញ្ចូល password profile របស់យើង profile Facebook ដែលយើងកំពុងតែឈរហ្នឹងតែកំពុងតែកាន់ page ហ្នឹងខ្ញុំយក password សិននេះបងប្អូន password តែ password នេះអត់ត្រូវទេខ្ញុំត្រូវថែមថយអក្សរទៀតព្រោះខ្ញុំអត់បានខ្ញុំត្រូវបង្ហាញអញ្ចឹង password ខ្ញុំក៏អត់ឲ្យគ្រប់ដែរខ្ញុំត្រូវថែមអក្សរខ្លះទៀតហើយបន្ទាប់ទៀតមកដល់ចំណុចនេះគឺយើងចាំទទួលលេខកូដពី Gmail របស់យើង Gmail Facebook ចាំយកលេខកូដសិននេះលេខកូដគេផ្ញើមកហើយនេះគឺជាលេខកូដ Gmail ដែលGmail របស់ Facebook របស់ខ្ញុំអញ្ចឹងយើង confirm មក continue មកអញ្ចឹងការ add យើងចិត្តរួចហើយយើងនៅតែចូលទៅ account ដែលយើងត្រូវ add មកហ្នឹងយើងចូលទៅ accept នេះបងប្អូននេះឈ្មោះដែលយើង account ដែលខ្ញុំ invite មកមិញហ្នឹង invite expire in 31ថ្ងៃបើសិនជាយើងអត់ទៅ accept ទេ31ថ្ងៃហ្នឹងយើងវានេះហើយយើងលែងមានសិទ្ធិចូលធ្វើជា admin ទៀតហើយអញ្ចឹងខ្ញុំ log out ខ្ញុំចូលទៅ account ដើម្បីធ្វើការ accept នេះ account នេះខ្ញុំចូលដល់ account នេះបងប្អូនណា
chẳng làm bài này dùng mới này cái này này mà notification này mà đi account admin nhóm bạn invite account Yaya Jasmine đó chẳng dùng mới cái này này review invite nhưng mà này hay là to mà tiếp chương trình này móc một con này trình này hay chương trình ảnh xịn xịn đó chắc dân switch từ mở page bỏ trong switch từ mở page các bạn đấy chẳng cả admin chứ dương add hai rồi đoạn hết nên cho mở page thế chắc dương cho từ mở đồng page được mà cho là account mấy cho page đã sẽ đã nó chẳng để cái rồi đoạn hết vì lên như là so bỏ vào hòm này của đại sai dương ban tập tu lại hai chẳng dương page sạch đã hai admin mấy nữa log out tờ account nó mấy gì trong mà bước account này nó thường được nghe trong một cái account châu cái này mà nhận đại nó này còn chẳng nó gì châu một page set up ở đây nó dân nằm bảy dân lớn chẳng dân mua account này có dân khi admin 7 năng đá tạo account mới tiếp có khi admin 7 năng đá chẳng để tông mùi video rồi biết ca đại admin cháu nó cứ như là phần năng thế bóng phố ở con ra